នេះជាវីដេអូកាលពីឆ្នាំ1997ដែលបានសម្ភាសន៍អ្នកគប់គ្រាប់បែកដៃម្នាក់ឈ្មោះឆៃវីនិងមិត្តរបស់គាត់ឈ្មោះជុំមុនធឿនពួកគាត់បានសារភាពរៀបរាប់ពីការវាយប្រហារនេះយ៉ាងលម្អិតដែលការវាយប្រហារនេះត្រូវបានរៀបចំដោយលោកហ៊ីងមុនហៀងប្រធានអង្គរៈហ៊ុនសែនពួកគាត់បានរៀបរាប់ពីមនុស្សទី1ឈ្មោះប្រេស៊ីលដែលបានគប់គ្រាប់បែកទី1ហើយឆៃវីខ្លួនគាត់ផ្ទាល់ជាអ្នកគប់គ្រាប់បែកបន្ទាប់លើក្រុមបាតកោលោកឆៃវីបានសារភាពលាតត្រដាងការពិតថាគាត់បានទទួលលុយពីហ៊ីងមុនហៀងដើម្បីវាយប្រហារលើក្រុមបាតកោដែលដឹកនាំដោយលោកសំរងស៊ីកាលពីឆ្នាំ1997លោកឆៃវីនិងជុំមុនធឿនបានបាត់ខ្លួនឬត្រូវបានគេសម្លាប់បំបិតមាត់បន្ទាប់ពីបានទម្លាយរឿងនេះមានមនុស្សរាប់រយនាក់បានស្លាប់និងរបួសរួមទាំងលោកសំរងស៊ីដែលត្រូវរបួសពីការវាយប្រហារនេះប៉ុន្តែនៅសប្តាហ៍នេះនៅថ្ងៃទី19ដល់ថ្ងៃទី21ខែមីនាតុលាការបារាំងនឹងកាត់ក្តីករណីនេះនៅទីក្រុងប៉ារីសដើម្បីរកយុត្តិធម៌ជូនលោកសំរងស៊ីនិងជនរងគ្រោះផ្សេងទៀតលទ្ធផលពីករណីក្តីនេះនឹងធ្វើឲ្យទំនាក់ទំនងរវាងហ៊ុនសែននិងហ៊ីងមុនហៀងមានភាពមិនច្បាស់លាស់គណៈពេលដែលហ៊ុនសែនខ្លាចហ៊ីងមុនហៀងលាតត្រដាងការពិតនៅថ្ងៃខាងមុខមិនយូរមិនឆាប់ហ៊ុនសែននឹងកម្ចាត់ហ៊ីងមុនហៀងដោយពីអ្វីដែលបានកើតឡើងលើលោកហុកឡង់ឌីសម្រាប់បំបត្តិមាត់ប្រភពអត្ថបទអាយដាមសំរងស៊ី